បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងធ្វើការទៅបូមបៀដើម្បីចាប់ត្រីទៀតហើយនេះគឺជាឧបករណ៍របស់យើងសម្រាប់បូមត្រីមិននៅបងអង្គយូរយើងមកដល់ទីតាំងហើយយើងរៀបចំអីវ៉ាន់របស់យើងដើម្បីទៅបូមត្រីនៅថ្លុកមួយដែលជាថ្លុករបស់ខ្ញុំថ្លុកនេះគឺគេហៅថាត្រពាំងត្រកៀបក្តាមមិនបងអង្គបងអយូរយើងចាប់ផ្ដើមរឹតទៅយោដើម្បីទម្លាក់ម៉ាស៊ីនដើម្បីបូមទឹកឃើញថាទេសភាពពិតជាស្រស់ស្អាតមែនតែនហើយយើងក៏ចាប់ផ្ដើមមានសម្ភារៈនិងមានម្ហូបរបស់យើងគឺស្វាយជ្រលក់អំបិលនេះឯងដើម្បីកំដរពេលដែលយើងកំពុងបូមទឹកឥឡូវនេះឃើញថាម៉ាស៊ីនកំពុងតែបូមទឹកហើយមិនយូរប៉ុន្មានយើងក៏បានត្រីមួយហើយត្រីផ្ទក់ត្រីនេះហើយនឹងមានអន្ទង់ពីរ3ទៀតឥឡូវចុងភៅរបស់យើងកំពុងតែមមាញឹកក្នុងការរៀបចំម្ហូបអាហារគឺដុតត្រីធ្វើការដុតនឹងចំបើងហើយយើងដាក់អុសជុំវិញទៀតធ្វើឲ្យត្រីមានឱជារសឈ្ងុយឆ្ងាញ់ពេលនេះភ្លើងចាប់ផ្ដើមឆេះហើយយើងដុតហើយយើងក៏រៀបចំអីវ៉ាន់ដើម្បីឲ្យក្មេងៗយកចំបើងថែមទៀតព្រោះត្រីមិនទាន់ដុតឆេះទេឥឡូវនេះត្រីបានខ្លោចទៅជាខ្ជុងទៅហើយយើងមិនដឹងធ្វើម៉េចទេគឺយើងកោសវាដើម្បីយកសាច់វាស៊ីតែម្ដងទៅមិនយូរប៉ុន្មានយើងបេះបានថ្ពាល់មួយហើយឥឡូវនេះយើងបានមានកម្រាលហើយយើងបកស្បែកត្រីដើម្បីឲ្យចេញសាច់សខ្ចីញញដើម្បីឲ្យយើងបានបរិភោគបាទនៅស្រុកស្រែគឺមានតែប៉ុណ្្នឹងឯងគឺមានត្រីដុតនិងជ្រលក់អំបិលតែម្ដងទៅនេះគឺជាត្រីដុតរបស់យើងឃើញថាមានរសជាតិផ្អែមមែនទែនមិនបាច់ដាក់ស្ករសឡើយពេលនេះគឺបានឆ្អឹងមួយដុំហើយព្រោះអានោះវាខ្ជិលណាស់វាស៊ីបានតែឆ្អឹងទេឥឡូវនេះយើងបានអន្ទង់ហើយនឹងបានត្រីច្រើនទៀតបងប្អូនមិនយូរប៉ុន្មានត្រីថ្លុកតាគៀបក្តាមរបស់យើងជិតរីងហើយតែខ្ញុំអត់បានថតច្រើនទេខ្ញុំថតបានតែពេលចាប់ហើយព្រោះថាខ្ញុំមមាញឹកក្នុងការចាប់ត្រីណាស់ខ្ញុំគ្មានពេលចាក់ថតទៀតទេឥឡូវនេះខ្ញុំឲ្យមើលត្រីតែម្ដងទៅត្រីនេះគឺត្រីដែលខ្ញុំចាប់ផ្ទាល់តែម្ដងគឺថាបានច្រើនមែនតើបងប្អូនឥឡូវនេះយើងវីដេអូមានតែប៉ុណ្្នឹងទេហើយនេះគឺត្រីនេះគឺដល់ប៉ុណ្ណឹងក៏ដៃតែម្ដង